ការស្រោចទឹកជីតាមអាចារ្យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរគឺជាប្រពៃណីបុរាណដ៏មានតម្លៃនិងពោរពេញទៅដោយមោទនភាពវប្បធម៌ខ្មែរវាមានន័យជាគំនូសសញ្ញានៃការស្រឡាញ់ការគោរពនិងការថែរក្សាប្រពៃណីល្អៗរបស់ជនជាតិខ្មែរដែលបានអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់មួយអត្ថន័យនៃពិធីស្រោចទឹកជីតាមអាចារ្យពិធីនេះជារូបសញ្ញានៃការថ្លែងអំណរគុណចំពោះមាតាបិតាឬមនុស្សដែលធ្លាប់ផ្ដល់គុណធម៌ឲ្យយើងការសួរសុខទុក្ខនិងជូនពរដល់ជីតាអាចារ្យឲ្យមានសុខភាពល្អអាយុវែងកូនចៅទាំងឡាយជួបជុំគ្នាក្នុងផ្ទះប្រើទឹកផ្កាឬទឹកស្អាតដែលមានក្លិនផ្កាម្សៅដើម្បីស្រង់ស្រោចលើដៃឬលើខ្លួនជីតាអាចារ្យជីតាអាចារ្យផ្ដល់ពរឬអប់រំកូនចៅជាមួយពាក្យស្លោកប្រពៃណីជួយពង្រឹងទំនាក់ទំនងក្នុងគ្រួសារបណ្ដុះបណ្ដាលឲ្យកូនចៅស្គាល់គុណមាតាបិតារក្សាបានអត្តសញ្ញាណជាតិនិងវប្បធម៌ខ្មែរការស្រោចទឹកជីតាមអាចារ្យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរការស្រោចទឹកជីតាមអាចារ្យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរគឺជាប្រពៃណីបុរាណដ៏មានតម្លៃនិងពោរពេញទៅដោយមោទនភាពវប្បធម៌ខ្មែរវាជាប្រភេទពិធីសាសន៍ដែលបង្ហាញពីការស្រឡាញ់គោរពនិងគួរឲ្យគោរពខ្ពង់ខ្ពស់ចំពោះមនុស្សចាស់ឬជាបុគ្គលដែលយើងគោរពដូចជាមាតាបិតាជីតាឪពុកម្ដាយចាស់ឬអ្នកដែលមានគុណធម៌ចំពោះយើងវាជាពិធីមួយដ៏សម្បូរទៅដោយស្នាមញញឹមសេចក្តីរីករាយនិងអំណរដែលគ្រួសារខ្មែរជួបជុំគ្នាក្នុងពេលវេលាមានសុទ្ធតែសុភមង្គលដើម្បីបំពេញសិរីសួស្តីអាយុវែងសម្រាប់ជីវិតថ្មីពិធីស្រោចទឹកជីតាមានន័យជារូបសញ្ញានៃការសូមអភ័យទោសដែលយើងបានធ្វើខុសក្នុងអំឡុងឆ្នាំកន្លងមកវាជាវិធីដែលកូនចៅប្រើសម្រាប់ថ្លែងអំណរគុណចំពោះមាតាបិតានិងអ្នកមានគុណធម៌លើយើងការស្រង់ទឹកផ្កាស្រស់ស្អាតទៅលើខ្លួនជីតាអាចារ្យគឺជាសេចក្តីសង្ឃឹមថាទឹកនេះនឹងជួយសមអំពើអាក្រក់ធ្វើឲ្យជីវិតថ្មីបរិសុទ្ធនិងមានសុភមង្គលក្នុងពិធីនេះកូនចៅទាំងឡាយជួបជុំគ្នានៅផ្ទះឬទីសក្ការៈដ៏ស្រស់ស្អាតពួកគេរៀបចំទឹកស្អាតដែលមានក្លិនម្សៅដើម្បីប្រើស្រង់ស្រោចទៅលើដៃឬលើស្មាជីតាអាចារ្យពេលដែលស្រង់ទឹកក៏មានការរំលឹកដល់ពាក្យស្លោកប្រពៃណីពោរពេញដោយគំនិតអប់រំនិងការប្រាប់សេចក្តីស្រឡាញ់ជីតាអាចារ្យជូនពោវិញដោយនិយាយពាក្យល្អៗដែលឲ្យកូនចៅចងចាំជាទីគោរពនិងអនុវត្តតាមពិធីនេះមានតួនាទីសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងគ្រួសារឲ្យកាន់តែជិតស្និទ្ធគ្នាពួកគេបានស្គាល់គុណមាតាបិតានិងជួយបណ្ដុះបណ្ដាលស្មារតីគោរពអ្នកមានគុណបុណ្យនេះជាសម័យដ៏សំខាន់ដែលធ្វើឲ្យជីវិតមានអត្ថន័យជាពិសេសក្នុងសង្គមខ្មែរដែលការថែរក្សាប្រពៃណីនិងវប្បធម៌ជាតិគឺមានតម្លៃខ្ពស់ជួយអភិរក្សបេតិកភណ្ឌវប្បធម៌បង្កើតស្មារតីសហការជាមួយបងប្អូនជាឧបករណ៍បង្រៀនកូនចៅឲ្យចេះគោរពនិងមានកិត្តិយសក្នុងសង្គមជួយកាត់បន្ថយជម្លោះគ្រួសារតាមរយៈសេចក្តីអភ័យទោសនិងសេចក្តីស្រឡាញ់ការស្រោចទឹកជីតាមិនមែនជាការស្រង់ទឹកទេតែជាការចែកចាយសេចក្តីស្រឡាញ់សុភមង្គលនិងអំណរគុណវាជាវិធីបង្រៀនមនុស្សគ្រប់វ័យឲ្យមានស្មារតីធម៌ក្នុងការថែរក្សាគ្រួសារនិងសង្គមជាតិការកើតជាជនជាតិខ្មែរគឺជាការសង្ឃឹមរបស់ជាតិដូច្នេះយើងត្រូវគោរពដល់អ្នកមានគុណនេះដោយរក្សានិងអនុវត្តប្រពៃណីដ៏ស័ក្តិសិទ្ធិរបស់យើងដល់ហើយយោបានខ្ញុំឲ្យកូនចៅជាល្អសុខសប្បាយសុំទីកុំឲ្យទៅឈឺក៏បានដែរឲ្យបានឲ្យ100ដូចតាណាបាទឲ្យចាស់រីកែហើយនេះខាងណាថាឲ្យចាស់រីកែហើយអញនេះហើយនេះចាស់រីកែដល់ថ្ងៃជីពីហោណៅចាអើយចង់បានអីទេនឹងចង់បាននឹងតនេះមកបានខ្ញុំមកតាំងនេះណាថាហើយស្មាតូអើយទៅណាស់ណាស់មកយូរស្បែកណាស់ណាស់កូនមកចាំហេអើហើយនេះមកចាំដល់នេះเอาខ្លាំងនោះដាក់មិនចាំម្ដងเอาចូលចាំមិនចាំកុំអើចាអូមកសុកែអត់ងាទេអត់ងាទេតាងាទេអូយមកដល់ហើយអូเราមានទូលីងទេម៉ែដល់សក់ដល់សក់ម៉ែតែអត់មានមកថ្ងៃនេះសេតថ្ងៃកូនឆ្នាំថ្ងៃពេញដល់ហើយអូនសុំស្រីបងស្រីនេះដែលបានអូនសុំចាក់ដាក់ខំខែរសាតាមមកដល់ថ្ងៃផងអូនតាមបាត់ផងក៏សូមអធិស្ឋានក្រៃអូននេះអើយម៉ែគេប្រកាន់ខ្លួនមកអីថាទៅជួនព្រេងអើយចាក់តាចុងព្រេងម៉ែឲ្យយកមានហើយចាំមកដាក់ជួយខ្វាយទៅខ្ញុំអើយខ្ញុំដាក់ទៅនៅកតែណាបងណាត់មុំមកដែរទៀតញ៉ៃអត់ខ្លួនខ្ញុំបានមកទេឲ្យទៅស្រុកប្តីជីអីចេះសែនមកដល់ហើយអូគេណាទឹកជាស៊ូរួបាត់អាចារ្យណាបាយតបានទេសុំស្មាតូហើយ
ต้องไปโกนอันเจ้าต้องไปต้องเอาไปไหนมาพุ่มตัวเองนี่ มองจะทำที่ไหนไปอยู่ข้างกันเลยจะหลังปัดเซ็ก นี่มันแค่ก็อันเท่านี้ มันเงลโก้โอ้ตัวอะไรอ่ะ จังดีตัวมังลานติดนะหลายหนาเนี่ยมังลานจะยืนในแนวต้องที่เจ้ารู้ด้วยน้ำแห้งมาไหมจ๊ะ บ้านไหน น้อยเอา ยังไรมาก็อดบางตัวกอบลองฟังปัสนา ปูเจ้าเจ้ปูเจ้าปอมนองอะไร โมกจับตรงใจจับนี่อ๋อจับนี่ผมตรงลูกจูดของ คนเจ้าอยู่หาอยู่นอกจัดแม่ ปูนองนะปูนอดตึงอดตาละเนี่ยได้ละนักการต่อเส้นไอ้เจียงโวไตนางเนี่ยตะนางมาจากตาหันโตเนี่ยจะยอดอยู่ของมันที่ปูนเจ้าโจเนี่ยดอนเนี่ยตะบากย้อมสมเนี่ยตะบากย้อมตันดอนน้องใส่กระไดสกจอ สาธุ บ้านนึงเนี่ยเป็นลาวนะบ้านดอนน้องใส่กระไดสกเด้บ้านยังกัน